សូមជម្រាបសួរប្រិមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel ទានរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយដែលចែកជូនដល់អ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តអញ្ចឹងតោះឥឡូវយើងកុំបង្អន់យូរយើងចូលមកដល់សាច់រឿងយើងតែម្ដងទៅប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe និង Share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងតោះឥឡូវយើងកុំបង្អន់យូរយើងចូលមកដល់សាច់រឿងយើងតែម្ដងទៅចឹងគឺរឿងយើងលើកនេះគឺនិយាយអំពីអាគមអូមអាមដោយសារតែខ្ញុំមានអស់រឿងខ្មោចនិយាយដែរមានតែរឿងអាគមអូមអាមអាចចែកជូនអ្នកទាំងគ្នាបានស្ដាប់លេងកម្សាន្តនេះចឹងទៅចឹងគឺសាច់រឿងយើងគឺបាក់ក្បាលមកគឺនៅខេត្តមួយដែលជាខេត្តរបស់ខ្ញុំផ្ទាល់ដោយខេត្តហ្នឹងគឺខ្ញុំអត់សុំអបជិញឈ្មោះទេដោយសារតែវាសបោទៅដល់រឿងអាគមអូមអាមនេះចឹងទៅតែខេត្តហ្នឹងគឺល្បីតែពីមុនទេតែឥឡូវគឺវារៀងស្ងប់ពីរៀងអីដែរហើយចឹងគឺខេត្តខ្ញុំហ្នឹងគឺមានក្មេងតំណើងក្មេងអីចឹងណាដូចក្មេងស្ទីលពីជំនាន់មុនហើយពេលហ្នឹងគឺដូចក្មេងស្ទីលហ្នឹងគឺឧទាហរណ៍វាមាន2ក្រុមចឹងគឺក្រុមទី1ក្រុមទី2តែចឹងក្រុមទី1ហ្នឹងឆ្លោះគ្នាដូចឆ្លោះគ្នាមួយក្រុមទី2ចឹងទៅហើយក៏វាពួកហ្នឹងក៏វាឌឺគ្នាឌឺអីទៅវិញទៅមកបោះម៉ូតូឌឺគ្នាអីពេញចឹងទៅចឹងពេលហ្នឹងគឺដូចមេក្រុមហ្នឹងគឺពេលហ្នឹងដូចជួបគ្នាដូចមេក្រុមហ្នឹងជួបមួយមេក្រុមអាខាងនោះមួយទៀតតែដូចពេលហ្នឹងគឺឥឡូវមេក្រុមទី1ចឹងជួបមេក្រុមទី2ប៉ុន្តែមេក្រុមទី2ហ្នឹងដូចមានកូនចៅអី2-3នាក់ចឹងហើយក៏ពេលហ្នឹងមេក្រុមទី2ដូចលក្ខណៈឃើញមេក្រុមទី1នៅតែឯងចឹងក៏បានវាយទៅវាយឡើងទ្រោមហ្មងតោះគ្នាហើយពេលហ្នឹងពេលវាយចឹងទៅក៏មេក្រុមទី2ក្រុមទី1ហ្នឹងក៏បានដូចមានគំនុំអីចឹងទៅចឹងពេលហ្នឹងក៏មេក្រុមហ្នឹងក៏បានតរនិយាយហ្នឹងគឺនៅជាដាច់ស្រយាលពីគេចឹងណាពេលហ្នឹងក៏ដូចទៅឲ្យយាយនឹងជួយដល់យាយនឹងគឺស្មាតទៅដូចថ្មុកណាចាគុំអ៊ំអាមចារឿងផ្លូវងឹតច្រើនណាស់ហើយអានបល័យរហូតអានបល័យល្អណាបល័យអាគុំអ៊ំអាមបល័យស្លាប់មនុស្សបល័យអីបល័យពេញហ្នឹងក្នុងពេលហ្នឹងគឺដូចមេក្រុមហ្នឹងដូចនិយាយមួយយាយហ្នឹងចឹងឲ្យយាយនឹងជួយចឹងណាក្នុងពេលហ្នឹងក៏មេក្រុមថាឲ្យមាសមកតឡឹងនិយាយឲ្យមាសមកតឡឹងណាមកក៏យាយនឹងព្រមជួយហើយពេលហ្នឹងគឺយប់ឡើងគឺយាយនឹងសូត្រឲ្យមើលហ្មងសូត្រអគុំមើលទៅហើយក៏មេក្រុមទី2ហ្នឹងក៏បានដេកពេលហ្នឹងក៏បិទភ្នែកដេកភ្លាមក៏បានភ្ញាក់ឡើងក៏ត្រាក់ហើយតែអស់នេះយល់ពីថាយកដៃខ្លួនឯងនឹងកាច់កខំប្រឹងកាច់កខ្លួនឯងឡើងបែរទៅក្រោយអស់នេះយល់ពីកាច់ពីមុខឡើងកាច់កបាក់ងាប់យមកកាច់គ្រុកកាច់យមកហើយពេលហ្នឹងក៏ម៉ែមេក្រុមហ្នឹងក៏ម៉ែឥឡូវខ្ញុំដាក់ឈ្មោះមេក្រុមថាអេចុះអញ្ចឹងម៉ែអេហ្នឹងក៏បានដូចខំប្រឹងទប់ដៃមួយអេហ្នឹងមកកាច់កហ្នឹងតោះក៏ទប់អត់ជាប់ទេគូកាច់ឡើងងាប់ខ្ញុំមកស្មាតទៅឲ្យកាច់ឡើងក្រាក់ឡើងលឺដូចក្រាក់ហ្មងហើយក៏បានស្លាប់ទៅពេលហ្នឹងគឺកហ្នឹងគឺបែរទៅខាងក្រោយចាអ្នកទាំងនេះយល់អត់កហ្នឹងគឺមុខហ្នឹងគឺបែរទៅខាងក្រោយវិញហើយចឹងទៅគឺវាដូចស្លាប់ទាំងវេទនាទាំងអស់គ្នាហើយពេលហ្នឹងក៏ផឹកឡើងក៏បានអាចារ្យយកអីមកចឹងទៅtrongពេលហ្នឹងអាចារ្យដូចគាត់នឹកឃើញថាកាច់កចឹងអាឆ្អឹងកហ្នឹងវាទុនហើយចឹងទៅក៏គ្រាន់កាច់មកវិញទៅកាច់ឲ្យត្រង់មកវិញចឹងណាពេលហ្នឹងក៏អត់មានត្រង់ទេបងប្អូនកាច់អត់មកហ្នឹងចឹងក៏អាចារ្យថាស្លាប់ដោយសារគុំអ៊ំអាមដោយសារតែបើកាច់កខ្លួនឯងចឹងកហ្នឹងវាបាក់អីចឹងក៏វាទុននេះកហ្នឹងទុននេះតែមិនលើកនេះកាច់អត់មកចឹងគឺបាច់គឺនៅរឹងនៅហ្នឹងហ្មងចឹងក៏អាចារ្យហ្នឹងក៏បានថាខំប្រឹងសូត្រអីទៅតមកពេលហ្នឹងក៏ផឹកឡើងសូត្រអីហើយហ្នឹងក៏ដូចឮភ្លេងប៉ិនពៀនភ្លេងបុណ្យសពចុះពេលហ្នឹងក៏អាមេក្រុមទី1ហ្នឹងក៏បាននឹកឃើញថាសុំទោសដល់នេះអាមេក្រុមទី2ខ្ញុំក្រុមទី1ក្រុមទី2ច្រើនពេកឡើងវល់ហើយចាអាមេក្រុមដែលឲ្យគេទៅជួយហ្នឹងក៏វាដូចក៏វាដូចសុបាយចិត្តអីចឹងណាដោយសារតែលឺសលេងប៉ិនពៀនអញ្ចឹងងាប់ហើយពេលហ្នឹងក៏អាមេក្រុមហ្នឹងទៅជួបយាយហ្នឹងហើយយាយហ្នឹងក៏ថាណាមាសខ្ញុំមាសអញអញ្ចឹងណាអញ្ចឹងក៏អាមេក្រុមហ្នឹងថាខ្ញុំអត់មានមាសទេខ្ញុំមានតែកន្លះជីហ្នឹង
កលាស់ពាក់កដាមកកលាស់តឡឹងខ្ញុំដឹងហៅមិនអីមីនឹងគេហៅមិនចឹងពេលហ្នឹងគាត់ថាមានតែប៉ុណ្្នឹងទេចឹងទៅយកអត់យាយហើយយាយហ្នឹងគាត់ថាយកតែយប់ឡើងក៏យាយនឹងសូត្រអាគមស្លាប់អាក្រុមអាមេក្រុមហ្នឹងដែរគឺកាច់កដូចគ្នាចឹងយល់គឺកាត់ក្រក់ខ្ញុំមកចឹងក៏រឿងហ្នឹងគឺចប់ដល់ត្រឹមនេះបងប្អូនខ្ញុំសង្ឃឹមថាអ្នកនរគ្នាចូលចិត្តរឿងចេះទៀតចឹងពីខ្ញុំបាននិទាននេះសូមអរគុណសូមជម្រាបលាអ្នកនរគ្នាបាយបាយ